សួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប Mockup នៅក្នុងកម្មវិធី Photoshop ជំហានមុនដំបូងអ្នកគ្នាអាចធ្វើការចុចមកកន្លែង Menu Bar ហើយអ្នកគ្នាយកពាក្យថា Select បន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការយកពាក្យថា Subject ដើម្បីធ្វើការ Select ទៅលើរូបភាពរបស់យើងអញ្ចឹងអ្នកគ្នាអាចធ្វើការចុច Ctrl+J ចំនួន2ដងដើម្បីធ្វើការបង្កើត Layer របស់យើងឲ្យបាន2អញ្ចឹងក្នុងកន្លែងនេះអ្នកគ្នាអាចធ្វើការ Arrange ឈ្មោះឲ្យ Layer របស់យើងមួយៗមកហ្នឹងហើយបន្ទាប់ពីអ្នកគ្នាបានធ្វើការរៀបឈ្មោះរួចរាល់ហើយអ្នកគ្នាអាចធ្វើការចូលមកកាន់ rectangle របស់យើងដើម្បីធ្វើការគូសជា shape មួយទៅលើ object របស់យើងអញ្ចឹងយើងគូស shape នៅខាងលើ object របស់យើងអញ្ចឹងត្រង់កន្លែង object នេះគឺអ្នកគ្នាអាចធ្វើការផ្លាស់ប្ដូរពណ៌បានតាមទម្រង់អ្នកគ្នាចូលចិត្តអញ្ចឹងអ្នកគ្នាអាចធ្វើការជ្រើសពណ៌ណាមួយក៏បានដែរប៉ុន្តែខ្ញុំសូមអត់ធ្វើការយកទេគឺខ្ញុំយកពណ៌ខ្មៅទៅដែរបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចូលមកកាន់ layer របស់យើងហើយអ្នកគ្នាបិទផ្នែកទៅខាងលើ layer របស់យើងអូខេបន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការ mouse ស្ដាំទៅលើ layer ទី2របស់យើងយកពាក្យថា convert smart object បន្ទាប់ពីហ្នឹងអ្នកគ្នាអាចធ្វើការដាក់ mouse ទៅខាងលើ layer របស់យើងអ្នកគ្នាអាចធ្វើការចុច control ជាប់ click mouse ឆ្វេងមួយដើម្បីឲ្យ load select បែបនេះអ្នកគ្នាអាចធ្វើការអូស mouse ដាក់កន្លែង layer mask ដើម្បីធ្វើការកាត់វាចោលបន្ទាប់ពីហ្នឹងគឺអ្នកគ្នាទទួលបានរូបភាពបែបនេះអូខេឥឡូវខ្ញុំធ្វើការចូលទៅយករូបភាពរបស់ខ្ញុំសិនអូខេគឺកញ្ចប់នំបែបនេះបន្ទាប់ពីហ្នឹងគឺខ្ញុំធ្វើការចុច control+A control+Cបន្ទាប់ពីហ្នឹងគឺយើងធ្វើការចុច Ctrl+D ដើម្បីធ្វើការដោះ select ចេញខ្ញុំសូមធ្វើការទាញមកកណ្ដាលបន្តិចដើម្បីឲ្យស្រួលមើលបន្ទាប់ពីហ្នឹងគឺយើងធ្វើការ double click លើនឹង2ដងរួចរាល់ហើយគឺលោតចេញបែបនេះអ្នកគ្នាអាចធ្វើការចុច Ctrl+V មកដើម្បីធ្វើការផាសរូបភាពរបស់យើងចូលអ្នកគ្នាអាចធ្វើការ mouse ស្ដាំទៅលើ layer របស់យើងយកពាក្យថា convert smart object បន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុច Ctrl+T មកដើម្បីធ្វើការ transform វាហើយអ្នកគ្នាអាចធ្វើការប្រងវាឲ្យស្មើជាមួយនឹង shape ដែលយើងបានធ្វើការ double click មិញអូខេឲ្យបានទំហំប៉ុណ្ណឹងបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុចពាក្យ create មួយមកហ្នឹងហើយអ្នកគ្នាអាចធ្វើការចូលមកកាន់ file ហើយយកពាក្យថា save អញ្ចឹងគឺយើងបានធ្វើការ save វារួចរាល់ហើយអ្នកគ្នាអាចធ្វើការចូលផ្ទាំងកណ្ដាលរបស់អ្នកគ្នាវិញអ្នកនរគ្នាអាចធ្វើការចុចទៅលើ layer កណ្ដាលរបស់យើងមកស្ដាំទៅលើវាយកពាក្យថា create clipping mask ដើម្បីធ្វើការ click វាចូលទៅខាងក្រោម layer របស់យើងចុចមក layer ខាងក្រោមរបស់យើងហើយយើងដូរពាក្យ no more ដាក់ថា darker colorបន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការចុចមក layer កណ្ដាលរបស់យើងដូរពាក្យ no more ដាក់ថា multiply បន្ទាប់ពីហ្នឹងគឺអ្នកគ្នាអាចធ្វើការបើកផ្នែក layer ខាងលើរបស់យើងហើយអ្នកគ្នាដូរពាក្យ no more ដាក់ថា color burn បន្ទាប់ពីហ្នឹងគឺក្រៅ opacity អ្នកគ្នាអាចធ្វើការដាក់វាត្រឹម70ឬក៏60បានហើយ fill គឺយើងយកវា 70% អូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយបើសិនជាអ្នកគ្នាចង់ធ្វើការសិក្សាទៅលើជំនាញ graphic design អ្នកទាំងអស់គ្នាអាចធ្វើការសិក្សានៅសាលា SC Academy បាន